ការ design របស់ BYD Ceylon 5 គឺ concept ចេញពី Dragon Face ដែលបញ្ជាក់ពីភាពអំណាចរបស់ឡានសម្រាប់ការ design គឺមានភាពស្រស់ស្អាតខ្លាំងមែនទែនហើយសម្រាប់ទំហំរូបរាងរបស់ឡានក៏មានភាពធំទូលាយល្អបំពាក់មកជាមួយនឹងយ៉ានកង់16អ៊ីងដែលមានបណ្ដោយរហូតដល់ 4.73 ទទឹង 1.86 កម្ពស់ 1.71 នៅត្រចៀកទ្វារយើងអាចប្រើការ scan ជំនួសសោបានឬក៏យើងប្រើ smart key បញ្ឆេះពីចម្ងាយអីបានទាំងអស់ហើយយើងអាច control ដោយ app BYD បានទៀត app អាចផ្ដល់ព័ត៌មានជាច្រើននៅក្នុងឡានតាក់ទងជាមួយនឹងម៉ាស៊ីនត្រជាក់ភាគរយថ្មជីបាន1គីឡូគឺវាបង្ហាញនៅក្នុងនឹងទាំងអស់ในខាងក្នុងបង្ហាញពីអេក្រង់កំសាន្តដែលយើងអាចមើលជាវីដេអូ YouTube អីបានទាំងអស់ហើយសម្រាប់ឡាននេះផ្នែកខាងក្រោយក៏មានភាពធំទូលាយអង្គុយបានគ្នារហូតដល់3នាក់ហើយខាងក្រោយក៏មានម៉ាស៊ីនត្រជាក់ដែរគ្រប់ខាងក្រោយយើងអាចដាក់អវ៉ាន់បានច្រើនដោយសារវាមានភាពធំទូលាយល្អហើយមកចំហៀងនេះយើងសម្រាប់សាកអគ្គិសនីយើងអាចសាកអគ្គិសនីនៅផ្ទះបានហើយនឹងយើងមានឆ្នាំងសាកចល័តមួយទៀតយើងអាចសាកបាននៅគ្រប់កន្លែងមួយចំហៀងនេះយើងសាកអគ្គិសនីមកចំហៀងទៀតយើងចាក់សាំង BYD Ceylon 5 Super Hybrid ជាប្រភេទឡានសាំងបូកអគ្គិសនីបានចង្អៃរហូតដល់ 1090 គីឡូម៉ែត្រជាមួយនឹងការសន្សំចៃជាច្រើនហើយប្រើបានទាំងសាំងទាំងអគ្គិសនីអាចតាក់ទងតាម Telegram ក្រោមបានអរគុណច្រើនជួបគ្នាក្នុងវីដេអូក្រោយ